Hello សួស្តីទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះយើងនឹងធ្វើការសិក្សាបន្តទៀតអំពីស្រៈស្ទួយនិងស្រៈផ្សំនៅក្នុងភាគអ៊ីរបស់ភាសាចិនស្រៈទី10 an 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 ស្រៈទី11 n n n ស្រៈទី12 in 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 ស្រៈទី13unស្រៈទី14 yun ចឹងស្រៈកន្លែង yun ហ្នឹងគឺរៀង yun តិច yin តិចដោយសារតែវាមាន u ហើយមានចុច2ពីលើគឺយើងត្រូវចំណាំថាកន្លែងមាន u ហើយមានចុច2ពីលើហ្នឹងគឺយើងត្រូវធ្វើមាត់ស្រួចអូខេស្រៈទី15 angស្រៈទី16 ស្រៈទី17 ing ស្រៈទី18 ong អូខេអ្នកទាំងអស់គ្នាអញ្ចឹងស្រៈហើយនឹងបញ្ចូលចំណេះរបស់យើងគឺបានរៀនអស់ហើយអញ្ចឹងសម្រាប់មេរៀនបន្ទាប់យើងនឹងធ្វើការសិក្សាអំពីពាក្យនៃភាសាចិនម្ដងអញ្ចឹងសម្រាប់មេរៀនថ្មីបន្តទៀតអ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង account TikTok របស់នាងខ្ញុំបានហើយជួយ follow ម្នាក់មួយផងណាអរគុណបាយបាយ